ហើយខ្ញុំក៏សូមការអនុញ្ញាតពីឯកឧត្តមដើម្បីបញ្ជាក់បន្ថែមក៏ដូចជាការសំណូមពរដល់ក្រុមសិក្ខាកាមយើងទាំងអស់ធ្វើម៉េចមេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះព្រោះវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់សម្រាប់រដ្ឋបាលខេត្តសម្រាប់រដ្ឋបាលក្រុងស្រុកយើងណាស់ហេតុអីបាទខ្ញុំលើកឡើងនេះជាឱកាសនេះជាលើកទី1ហើយក៏ជាប្រវត្តិសាស្ត្រដែរពីដើមមកអត់ដែលមានវគ្គបណ្ដុះបណ្ដាលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទេដោះស្រាយទៅតាមជំនាញតាមចំណេះដែលបានចេះដឹងមកនោះគ្មានគ្រូគ្មានក្បួនគ្មានខ្នាតទេភាសាខ្លះគេថាចេះអត់គ្រូហើយសូមជម្រាបជូនហ្នឹងបាទពេលនេះយើងមានគ្រូឧទ្ទេសយើងមានណែគេហៅថាស្ថាប័នយើងមានការិយាល័យដោះស្រាយវិវាទត្រឹមត្រូវស្របច្បាប់លោករដ្ឋាភិការក្រសួងយុទ្ធភ័ពជាសមាជិកអរខណាជឿថាថ្ងៃថាបើវគ្គបណ្ដុះបណ្ដាលសូមគោរពជឿថ្ងៃនេះដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់អាយដាមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងពិធីបែបវគ្គហើយនឹងជាគ្រូឧទ្ទេសមួយរូបផងដែរក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល2ថ្ងៃកន្លះនេះចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17ខែកញ្ញាឆ្នាំ2025វគ្គបណ្ដុះបណ្ដាលនេះនាឱកាសនៅពេលនេះគឺការចេញពីអនុសារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងរដ្ឋបាលខេត្តស្ទឹងត្រែងដែលយើងបានចុះអនុសារណៈនេះនៅថ្ងៃទី12ខែឧសភាឆ្នាំ2025កន្លងទៅនេះគឺក្នុងគោលបំណងលើកកម្ពស់គុណភាពប្រសិទ្ធភាពនិងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានទទួលលិខិតស្នើសុំពីអាយដាមអាបាលខេត្តស្នើសុំបណ្ដុះបណ្ដាលចង់បណ្ដុះបណ្ដាលនឹងច្រើនស្នើសុំឲ្យថាសុំទៅគ្រូឯងដោយសារថាយើងមានដៃគូជួយអញ្ចឹងយើងមានដៃគូមួយចំនួនជួយអញ្ចឹងអាជ្ញាធរជាតិអាយដាមឧបនាយករដ្ឋមន្ត្រីបានសម្រេចថាមិនត្រឹមផ្ដល់គ្រូទេអញ្ចឹងរៀបចំសិក្ខាវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះជួលទីតាំងដូចជាមានអាហារថ្ងៃត្រង់អីជាមួយគ្នាទៀតអញ្ចឹងរយៈពេល2ថ្ងៃកន្លះនេះគឺនៅទីនេះអញ្ចឹងខាងអង្គការអុកស្វាមជាអ្នកធានារ៉ាប់រងខ្ញុំសូមសំណូមពរជូនដល់លោកស្រីសូមអញ្ជើញចូលរួមឲ្យបានពេញមកដោយសារក្រសួងយុទ្ធភ័ពទាំងអាជ្ញាធរជាតិនឹងមានចែកផ្ដល់ជូនវិញ្ញាបនបត្រទទួលថាលោកស្រីបានរៀនជំនាញពីក្រសួងយុទ្ធភ័ពនិងពីអាជ្ញាធរជាតិចឹងសូមអញ្ជើញចូលរួមខ្ញុំសូមជម្រាបជូនថាយើងបានចុះជំរាបជូនបាក់វងចោតបន្តិចយើងចុះបាន MOU យើងចុះអនុសារណៈបាន14ប៉ុន្តែភូមិភាគឦសានសំណាងជាងគេគឺមកបង្កើតការិយាល័យមុនគេ4នៅខេត្តទាំង4ខេត្តផ្សេងចុះ MOU មែនប៉ុន្តែអត់ទាន់បង្កើតទេអញ្ចឹងនៅទៅខាងមុខទៀតនឹងពិចារណាថានឹងទៅមានការិយាល័យតំណាងនៅតាមខេត្តអញ្ចឹងខេត្តទាំង4នេះគឺជាខេត្តមួយដំបូងគេដែលមានការិយាល័យនៅទីនេះផ្ទាល់ហើយដែលជួយទាំងការបណ្ដុំដាលធនធានមនុស្សជួយពង្រឹងហើយនឹងសហការក្នុងការដោះស្រាយវិវាទខ្ញុំសូមអនុញ្ញាតឲ្យដំអាបាលរងខេត្តផងដែរនិងអស់លោកស្រីបើសិនបើមានវេទិកាសាធារណៈអាចផ្ដល់ព័ត៌មានមកខាងតំណាងគាត់អាចចុះជួយផ្សព្វផ្សាយផ្ទាល់តែម្ដងហើយយើងចង់ឲ្យមានការផ្សព្វផ្សាយបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋខ្ញុំគិតថាតាមខេត្តឃុំស្រុកមានវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋអញ្ចឹងសូមអនុញ្ញាតថាអាចអញ្ជើញខាងការិយាល័យតំណាងអដកសូមពេលជូនគាត់ដើម្បីផ្សព្វផ្សាយអំពីការដោះស្រាយវិវាទផងដែរ
យើងរៀនពី3ថ្ងៃទៅគេឲ្យហើយតើតាមធ្វើសម្រុះទាំងអស់តាមនីតិវិធីគេបរៀនហើយខ្ញុំអត់មានអ្នកគេថតអូខ្ញុំអត់ចង់ទៅអត់បាទមានអីទៀតជើញខ្ញុំចង់ tiên hiện tại trong sao mà tiên như đây ha trở thành khác anh đang dương thở cái chuyện này trong chuyện tung tây cái ao chân riêng và cao thủ để làm cái tí con thở mua quá nhưng mà cái là cá luôn cái ta gì hơn nhận như này tích ra cái ba srong cái đấy xe sang rồi riêng thằng cái tí lên hết là cá đó ở đây là bây giờ ta nhà không chết con chạy rồi mà mua ăn bay chạy pro mà hàng cái con này ấp អត់គាត់ទៅលើ